ก็มารำนะអូនរូបមន្តក្នុងការរក្សាទុកទឹកដោះម្ដាយគឺងាយស្រួលទេអ្វីដែលអូនត្រូវចាំនោះគឺបងមកយាយអូមិនទៅកំពុងស្រួលណាស់អូនហើយចុះទឹកដោះយើងហ៎អូថ្ងៃហ្នឹងបងផឹកតែហើយអត់ទេអូនចង់សួរពីទឹកដោះអូនហ៎អូរឿងហ្នឹងកុំបារម្ភត្រូវអរគុណដល់ការណែនាំរបស់អ្នកគ្រូថ្ងៃមុនណោះកុំបារម្ភណាអូនរូបមន្តក្នុងការរក្សាទុកទឹកដោះម្ដាយគឺងាយស្រួលទេអ្វីដែលអូនត្រូវចាំនោះគឺក្នុងម្លប់ឬបន្ទប់ដែលមានសីតុណ្ហភាពធម្មតាអូនអាចរក្សាទុកទឹកដោះម្ដាយបានដល់8ម៉ោងបើនៅក្នុងធុងទឹកកកអាចរក្សាទុកបានរហូតដល់24ម៉ោងរីឯក្នុងទូទឹកកកវិញអាចរក្សាទុកបានរហូតដល់48ម៉ោងត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតមុនពេលបញ្ចុកទឹកដោះម្ដាយដែលច្របាច់ទុកនោះទៅឲ្យកូនប្រសិនបើយើងយកទឹកដោះម្ដាយចេញពីទូទឹកកកឬធុងទឹកកកយើងមិនត្រូវបញ្ចុកទារកទាំងទឹកដោះត្រជាក់នោះទេត្រូវយកទៅត្រាំនឹងទឹកក្តៅអ៊ុនៗជាមុនសិនឃើញទេបងប្រាប់អូនតាំងពីដំបូងយើងដឹងតែអូខេហើយបងត្រូវហើយបងនៅតែចាំៃហេរ៉ូហ្នឹងត្រឡប់ទៅធ្វើការវិញមែនទេកុំបារម្ភម្ដាយគ្រប់រូបត្រូវច្របាច់យកទឹកដោះទុកបញ្ចុកកូននិងរក្សាទុកឲ្យបានត្រឹមត្រូវនៅពេលដែលកូនត្រូវការនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាអូនីកាមកយាយហៅឈ្មោះដាក់កូនបាននៅរកអត់ឃើញទេអ្នកគ្រូអើយបើនិយាយពីអាពីនេះវិញណាខ្លួនដោះកហ្មងរហងៃដូចយូររំថ្មអីហ្នឹងអូនអីណាអីអូនមើលទៅដូចមិនអីទេអូនតែអូនពិបាកនេះតង់ក៏តង់ទៀតចឹងមកយើងមកជួបមួយអ្នកគ្រូពេទ្យហ្នឹងណាអូនីកាអូនីកាមកយាយហៅឈ្មោះដាក់កូនបាននៅរកអត់ឃើញទេអ្នកគ្រូអើយបើនិយាយពីអាពីនេះវិញណាខ្លួនដោះកហ្មងរហងៃដូចយូររំថ្មអីហ្នឹងផឹកឡើងគ្នាងើបអត់ចង់ដូចផងយល់អ្នកគ្រូយល់ណាត្រូវចាំថាទំហំនិងទ្រង់ទ្រាយសដន់របស់ស្ត្រីយើងមានប្រភេទខុសៗគ្នាតែសុទ្ធតែអាចផលិតទឹកដោះនិងបំបើកដោះដល់កូនបានដូចគ្នាហើយមានស្ត្រីមានផ្ទៃពោះជាច្រើនក៏ដូចអូនីកាដែរជាពិសេសនៅអំឡុងពេល2-3ខែដំបូងតែម្ដងនេះល្អហើយអូនមានស័ក្តិនៅក្បែរដែលតែងតែបារម្ភនឹងលើកទឹកចិត្តឥឡូវដល់ពេលដែលអូនត្រូវប្រើអាវក្នុងសម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីឲ្យអូននឹងមានអារម្មណ៍ធូរស្រាលហើយកុំភ្លេចត្រូវមកពិនិត្យសដន់ឲ្យបានទៀងទាត់តាមការណែនាំចុះពេលទៅពិនិត្យហ្នឹងយើងត្រូវសង្កល់អីខ្លះហើយអ្នកគ្រូត្រូវពិនិត្យនិងសង្កេតរឿងមួយចំនួនដូចជាដុំក្នុងសដន់ក្បាលសដន់រាបស្មើលឹបចូលសរុបមកបងអូនត្រូវអត់ធ្មត់ជាមួយរាងកាយរបស់បងអូនជាពិសេសអំឡុងពេលមានផ្ទៃពោះនេះចឹងឥឡូវយើងដាក់ឈ្មោះកូនយើងហ្មងអីអូនមើលគូគេនេះគូឲ្យស្រឡាញ់ដល់ហើយរាល់ចម្ងល់មានចម្លើយកុំបង្អង់យូរពិភាក្សាជាមួយពេទ្យឆ្មោះថ្ងៃនេះប្រសិនបើអ្នកជួបប្រទះបញ្ហាសណ្ដានអំឡុងពេលមានផ្ទៃពោះនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាម្ដាយនិងកូនមានសុខភាពល្អរាល់ពេលដែលអ្នកបំរើកូនដោយទឹកដោះម្ដាយមើលភ្នែកគេដូចម៉ាក់ហ្មងមើលពេលគេសើចទៅឡើងដូចប៉ាប៉ាគេណានេះអរគុណអ្នកគ្រូច្រើនហើយដែលបានណែនាំពួកខ្ញុំឲ្យជ្រើសរើសការបំបើដោះកូនដោយទឹកដោះម្ដាយបើមានអ្នកគ្រូទេប្រហែលជាពិបាកឯក្នុងដំណើរជីវិតមានកូនតូចអញ្ចឹងអូនណាធ្វើត្រូវហើយពេលដែលយើងមកជួបមួយអ្នកគ្រូលោកមុនក៏បានប្រាប់ថាការដែលយើងបើដោះកូនណាវាអាចជួយការពារអូននិងកូនបង្កើតភាពស្និទ្ធស្នាលហើយក៏ជួយឲ្យរាងកាយមាំមួនលូតលាស់ល្អឆ្លាតពូកែដូចអូនអញ្ចឹងអូសំខាន់នោះការបើដោះកូនណាក៏ផ្ដល់ប្រយោជន៍ដល់អូន
ធ្វើឲ្យទំហំស្បូនរួមតូចត្រឡប់ទៅភាពដើមវិញបន្ថយការធាក់ឈាមនិងបន្ថយការប្រឈមមុខនឹងជំងឺមហារីកដៃស្បូននិងមហារីកសូដននិយាយទៅអូនឡើងដូចសុភម៉ាំអញ្ចឹង ត្រូវហើយអូនដូចខ្ញុំធ្លាប់ប្រាប់អញ្ចឹងទឹកដោះម្ដាយផ្ដល់ផលចំណេញដល់កូនអូនច្រើនណាស់ជួយឲ្យកូនអូនរីកចម្រើនលូតលាស់រាងកាយមាំមួនហើយនឹងបញ្ញាស្មារតីទៀតផង ប្រពន្ធខ្ញុំល្អកូនខ្ញុំក៏បបរ ហើយកុំភ្លេចថាទឹកដោះម្ដាយមានសារធាតុចិញ្ចឹមពិតៗពីធម្មជាតិណាមិនចំណាយមួយកាក់ម៉ាស៊ីនហើយថែមទាំងបានសុខភាពល្អទៀតផង ម្ដាយនិងកូនមានសុខភាពល្អរាល់ពេលដែលអ្នកបំរើកូនដោយទឹកដោះម្ដាយ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ស្បែកកូនប៉ះជាមួយស្បែកម៉ាក់ បងយើងត្រូវត្រៀមអីខ្លះពេលកូនយើងកាត់មកណោះអូដំបូងយើងត្រូវណាជើងថតមកថតរបស់កូនយើងសិនអូអត់ទេយើងត្រូវរកឈុតពាក់ជាគូឲ្យហើយព្រោះចាំតែទៅប្រាប់ប៉ាម៉ាក់យើងពេលកូនយើងកាត់មកណោះ ឈប់អូនសង្ស័យទៅលើដំបូងណាធ្វើយើងរំភើបរហូតដល់ស្រុកថ្មីទៅដឹង ចាយំដឹងតែយំហីតែមុនដល់វគ្គហ្នឹងក្រោយពេលសម្រាលរួចរឿងទី1នោះគឺត្រូវយកកូនដាក់លើទ្រូងម៉ាក់ដើម្បីស្បែកកូនប៉ះជាមួយនឹងស្បែកម៉ាក់សិន ស្បែកកូនប៉ះជាមួយស្បែកម៉ាក់ ចាការដែលយកទារកដាក់លើទ្រូងម្ដាយដើម្បីស្បែកទារកប៉ះជាមួយនឹងស្បែកម្ដាយយ៉ាងតិច90នាទីបន្ទាប់ពីសម្រាលរួចពិតជាសំខាន់ណាស់វាជួយឲ្យម្ដាយឆាប់ចាប់ផ្ដើមបំបើកូនដោយទឹកដោះម្ដាយក្នុងម៉ោងដំបូងកូនក៏ឆាប់បានបើកដោះម្ដាយជាលើកដំបូងបង្កើតភាពស្និទ្ធស្នាលរវាងម្ដាយនិងកូនហើយក៏ជួយជំរុញដល់ការផលិតទឹកដោះរបស់ម្ដាយផងដែរត្រូវបំបើកូនក្នុងម៉ោងដំបូងបន្ទាប់ពីសម្រាលព្រោះគ្រប់ដំណក់ទឹកដោះម្ដាយដំបូងផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលកូនត្រូវការក្នុងរយៈពេល2-3ថ្ងៃដំបូងរាល់ពេលវេលាសំខាន់ជាមួយកូនផ្ដើមចេញពីពេលដែលស្បែកកូនប៉ះជាមួយនឹងស្បែកម្ដាយចាប់តាំងពីថ្ងៃដំបូងនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទារកបើដោះម្ខាងមិនឆ្អែតត្រូវឲ្យបើម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើនដំណើរនេះហាបើគិតត្រឡប់ទៅវិញដូចពីមួយឃ្លាគេថាលឺគេនិយាយ100ដងមិនស្មើនឹងសាក់ខ្លួនឯងម្ដងមែនមិននឹកស្មានថារីកាយខ្លួនឯងអាចប្រតិទឹកដោះឲ្យកូនបានច្រើនចឹងសោះ ចាអូនត្រឹមត្រូវហើយម្ដាយជាច្រើនបានឆ្លងកាត់ដំណើរនេះហើយគាត់នៅតែបន្តជ្រើសរើសយកការបំបើដោះកូនដោយបំបើយ៉ាងតិច8ទៅ10ដងក្នុងមួយថ្ងៃទាំងពេលថ្ងៃនិងពេលយប់សំខាន់បំផុតអូនត្រូវអង្គុយឲ្យស្រួលពេលបំបើកូនការដាក់ទីតាំង3បំបើត្រឹមត្រូវនិងបើផ្អឹបទៅនឹងដោះឲ្យបានល្អជួយឲ្យកូនទទួលទឹកដោះបានច្រើនលូតលាស់ល្អហើយក៏ជួយអូនឲ្យផលិតទឹកដោះគ្រប់គ្រាន់តាមតម្រូវការកូនដែរត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទារកបើដោះម្ខាងមិនឆ្អែតត្រូវឲ្យបើម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើន បងថាហើយអូនណាពិតជាអាចធ្វើបាន ត្រឹមត្រូវហើយត្រូវចាំណារាល់ពេលដែលកូនឃ្លានបង្ហាញសញ្ញាថាចង់បើកុំភ្លេចដាក់ឲ្យកូនបើដោះម្ដាយភ្លាមនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា តោះទៅមើលទាំងអស់គ្នាសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានរឿងមួយចង់បង្ហាញជូនបងខ្ញុំមានពេលតែ30នាទីណាហ្នឹងហើយរឿងនេះខ្ញុំចង់បង្ហាញជូននោះគឺរបៀបច្របាច់ទឹកដោះម្ដាយទុកបញ្ចុកកូនក ុំបារម្ភអីបងជឿចិត្តតែអូនធ្វើបានតោះទៅមើលទាំងអស់គ្នាចឹងសូមឲ្យអ្នកគ្រូជួយបន្ត អរគុណនីកាអញ្ចឹងពេលអូនរកកន្លែងអង្គុយស្រួលហើយអូនត្រូវម៉ាស្សាសុដន់ថ្នមពីគល់សុដន់ទៅចុងសុដន់ហើយត្រៀមកាន់ពែងដែលលាងស្អាតនោះដាក់ពីក្រោមសុដន់ដាក់មេដៃនៅខាងក្រៅផ្នែកខ្មៅនៃសុដន់ម្ដាយខាងលើនិងម្រាមដៃផ្សេងទៀតទ្រផ្នែកខាងក្រោមដោះនៅក្រៅរង្វង់ខ្មៅសង្កត់សុដន់រុញចូលទៅរកដើមទ្រូងហើយច្របាច់ទឹកដោះរួចបន្ធូរការច្របាច់
ម្ដាយត្រូវអនុវត្តការច្របាច់នេះសាចុះសាឡើងដោយបង្វិលម្រាមដៃជុំវិញដោះពីគ្រប់ជ្រុងរហូតទឹកដោះចេញតិចទៅច្របាច់ដោះម្ខាងយ៉ាងហោចពី3ទៅ5នាទីរហូតដល់លំហូរទឹកដោះម្ដាយចេញយឺតទៅបន្ទាប់មកច្របាច់ដោះម្ខាងទៀតណែនាំម្ដាយឲ្យច្របាច់ទឹកដោះឲ្យបានគ្រប់គ្រាន់តាមតម្រូវការបើហត់ហើយអូនអាចសម្រាប់បានណាត្រូវហើយអនុវត្តមួយតាមជំហាននេះហើយកុំបង្ខំធ្វើអារម្មណ៍ឲ្យធូរស្រាលនិងរីករាយទៅភ្ញើទឹកដោះចេញបានល្អនេះគឺជាវិធីងាយក្នុងការច្របាច់ទឹកដោះម្ដាយទុកប្រកបដោយអនាម័យយើងអាចធ្វើបានហើយបងថាហើយអូនណាពិតជាអាចធ្វើបានមែនពួកខ្ញុំអាចធ្វើបានហើយអញ្ចឹងណាបងក៏អាចធ្វើបានដូចគ្នាណាកែក៏ចេះរបបដែរតែទោះយ៉ាងណាក៏ត្រូវឆ្លៀតពេលច្របាច់ទឹកដោះម្ដាយទឹកចុកកូនពីកូនត្រូវការនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាចាប់ហើយមួយផ្ទៃពោះត47គីឡូឥឡូវបាន8ខែឡើងដល់60គីឡូហើយមួយចកេះមកពួរមកអីប៉ោងអស់ហើយឥឡូវបងឆ្លាញ់អូនអត់មើលនេះណាថែប្រពន្ធស្អាតបងមើលចាប់ហើយមួយផ្ទៃពោះត47គីឡូឥឡូវបាន8ខែឡើងដល់60គីឡូមានណាអូនជាធម្មតាពេលយើងមានផ្ទៃពោះទម្ងន់សមស្របអាចកើនឡើងចន្លោះពី11គីឡូកន្លះទៅ16គីឡូអញ្ចឹងឯងប្រពន្ធខ្ញុំគាត់ចិត្តតែខ្លាចឡើងគីឡូខ្លាចឡើងហើយអត់ស្រកវិញតាមពិតទម្ងន់ម៉ាក់ឡើងអំឡុងពេលពពោះនេះជារឿងចាំបាច់តាអារម្មណ៍យើងអាចប្រែប្រួលពិបាកកាយខ្វល់ខ្វាយចិត្តតែមានវិធីជាច្រើនដែលបងអូនអាចធ្វើបានដូចជាការដើរការហាត់ប្រាណតាមវិធីងាយខ្ញុំបារម្ភខ្លាចពេលឡើងចឹងទៅពិបាកដល់ពេលសម្រាប់កូនអូនដឹងអត់ទម្ងន់ដែលអូនឡើងនេះវាជួយទាំងអូនទាំងកូនអូនវាជួយការពារកូនអូនកុំឲ្យកើតមកមិនគ្រប់ខែមិនគ្រប់គីឡូហើយនឹងជួយឲ្យអូនមានកម្លាំងសម្រាប់កូនដោយសុវត្ថិភាពហើយឆាប់ធូរស្រាលក្រោយពេលសម្រាលទម្ងន់ឡើងនេះនៅចន្លោះសមស្របល្អហើយដូច្នេះអូនកុំបារម្ភអីណាឃើញអត់បងប្រាប់ហើយជឿអូខេឲ្យម៉ែត្រូវម្ដងចុះមានផ្ទៃពោះឡើងទម្ងន់ជារឿងធម្មតាព្រោះរាល់ការកើនទម្ងន់សមស្របអំឡុងពេលមានផ្ទៃពោះជួយបង្កើនថាមពលរាងកាយមាំមួនទាំងម្ដាយទាំងកូននាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាmakan mah am mama ơiចាន់និងធីតាធ្វើបានល្អមែនហើយយើងក៏អាចរៀនសូត្របានពីពួកគេផងដែរចងចាំវិធី3យ៉ាងនៃការបញ្ចុកអាហារកូនដោយសកម្មរួមមាន1ជជែកនិងលេងជាមួយកូន2រក្សាភាពអត់ធ្មត់និងលើកទឹកចិត្តពួកគេពេលដែលគេធ្វើបានល្អ3ត្រូវបញ្ចុកមួយនិងថ្នមដោយមិនបង្ខំយេរួមគ្នាធ្វើឲ្យរាល់ពេលវេលាញ៉ាំអាហារជាពេលវេលាដែលសាងអនុស្សាវរីយ៍ល្អៗជាមួយនឹងកូនរបស់អ្នក
នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់ចៅយាយធានាហ្មងថាបាយទុនទុនមិនស្រួលទៅពី ម៉ែថែមបន្លែសាច់តិចទៀតសិន ចុងភៅតូចយើងចូលចិត្តម្ហូបទុនទុនហើយស្រួលលេប សូមណែនាំមកនៅអាហារប្រចាំគ្រួសារបបរមួយចាននេះងាយស្រួលធ្វើនិងគ្រាន់តែផ្អៀងឆ្នាំងដួសយកបាយទុនទុនបន្តិចរួចលាយជាមួយនឹងសម្លឆ្អិនសម្រាប់គ្រួសាររួចជាការស្រេច ងាយមិនបាច់ចំអិនម្ហូបដល់ឡែកម្ហូបគ្រួសារក៏អាចចែករំលែកជាមួយនឹងកូនអាយុ9 ខែឡើងទៅផងដែរ នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា អ្នកគ្រូកំពុងកត់អីគេនឹង ចាគឺអ្នកគ្រូកំពុងកត់ខ្ពស់និងទម្ងន់អូនចូលបានសុខភាពកុមារដើម្បីតាមដានការលូតលាស់របស់អូននឹងណាកូនឆ្លាត អូយថ្ងៃនេះមកស្វាហាប់ណាស់ណោះត្រៀមចាំពិនិត្យតាមដានការលូតលាស់អូនតូចមែន ចាអ្នកគ្រូមើលអូនញ៉ាំច្រើនណាស់ចង់ឲ្យអ្នកគ្រូថ្លឹងគីឡូឲ្យចង់ដឹងថាបានប្រមាណគីឡូហើយ អូនលូតលាស់បានល្អណាស់ អ្នកគ្រូកំពុងកត់អីគេនឹង ចាគឺអ្នកគ្រូកំពុងកត់ខ្ពស់និងទម្ងន់អូនចូលបានសុខភាពកុមារដើម្បីតាមដានការលូតលាស់របស់អូននឹងណាកូនឆ្លាត ហេតុអីត្រូវតាមដានការលូតលាស់ចឹងអ្នកគ្រូ ចាគឺដើម្បីតាមមើលនិងជួយអូនបានទាន់ពេលប្រសិនបើគាត់មានបញ្ហាសុខភាពមិនល្អណាម្ដាយឪពុកគ្រប់រូបអាចផ្ដល់បបរខាប់គ្រប់គ្រឿងជាមួយសាច់ត្រីនិងស៊ុតឬសាច់ចិញ្ច្រាំល្ពៅនិងបន្លែបៃតងឬផ្ដល់អាហារយកចេញពីអាហារប្រចាំថ្ងៃរបស់គ្រួសាររួចអ្នកក៏អាចបន្ថែមដល់កូននៅផ្លែឈើទុំដូចជាចេកល្ហុងស្វាយឬនំល្ពៅនិងបន្សំចេកហើយកិនឲ្យម៉ត់ឬឲ្យទារកកាន់ដោយខ្លួនឯងបានសូមបញ្ចុកកូន3ដងក្នុងមួយថ្ងៃរៀងរាល់ពេលព្រឹកពេលរសៀលនិងពេលល្ងាចដោយបញ្ចុកអាហារមួយពេលពេញមួយចានចង្កឹះរួចផ្ដល់អាហារសម្រន់ទាំងនេះ2ដងលើកទី1ចន្លោះពេលព្រឹកនិងថ្ងៃត្រង់និងម្ដងទៀតនៅពេលរសៀលពេលដែលកូនអូនបដិសេធមិនញ៉ាំចូលកុំមកខំគេអីណាអនុញ្ញាតឲ្យពួកគេព្យាយាមម្ដងទៀតនៅពេលក្រោយរាល់អាហារបន្ថែមដ៏សមស្របផ្ដល់នូវការលូតលាស់រាងកាយប្រាជ្ញានិងស្មារតីសម្រាប់កូនអ្នកនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នេះគ្រូខ្ញុំនិយាយមែនណាកាលពីអាទិត្យមុនណាគឺខ្ញុំបាក់ខ្លាំងមែនតើហ្មងតែម៉ែខ្ញុំប្រាប់ថាមិនមែនតែខ្ញុំទេដែលជួបរឿងមួយហ្នឹងគឺមានអ្នកម្ដាយជាច្រើនដែលគាត់បានឆ្លងកាត់ដំណើរមួយហ្នឹងដូចខ្ញុំដែរ ល្អណាស់បានឃើញអ្នកទាំងពីរយល់ស្របគ្នាលើរឿងមកបើកដោះកូនដោយទឹកដោះម្ដាយអញ្ចឹង អរគុណអ្នកគ្រូខ្ញុំនឹងនៅក្បែរកូននឹងជួយមើលកូននឹងចៅដែលអាចតែខ្ញុំធ្វើបាន ណែម៉ែឃើញអត់អារឿងបើកដោះកូនហ្នឹងណាខ្ញុំប្រាប់ម៉ែរាប់រយដងហើយតែម៉ែអត់ជឿខ្ញុំសោះឥឡូវហ្នឹងណាអ្នកគ្រូនិយាយគឺម៉ែជឿទាំងអស់ហ្មង ម៉េចដែរមិនជឿមិនបើគាត់ជាអ្នកគ្រូពេទ្យនោះ ត្រូវញ៉ាំអាហារចម្រុះមុខសម្បូរសារធាតុចិញ្ចឹម
និងផឹកទឹកឲ្យបានយ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃដើម្បីជួយដល់ការផលិតទឹកដោះម្ដាយម្ដាយត្រូវអង្គុយឲ្យមានផាសុកភាពរួចដាក់ទីតាំង3បំបៅកូនឲ្យបានត្រឹមត្រូវនិងបើកផ្អឹបទៅនឹងដោះម្ដាយឲ្យបានល្អទើបទទួលបានទឹកដោះគ្រប់គ្រាន់និងលូតលាស់ល្អ 1. បបោមាត់កូនហាធំ 2. បែរខ្លួនកូនទៅរកខ្លួនម្ដាយនិងឲ្យចង្ការកូនផ្អឹបនឹងដោះម្ដាយ 3. បបោមាត់ខាងក្រោមកូនត្រូវលាត់ចេញក្រៅ 4. រង្វង់ខ្មៅនៃសូដានម្ដាយខាងលើត្រូវមើលឃើញច្រើនជាងខាងក្រោមត្រូវចាំថាពេលកូនបើកដោះម្ដាយបានញឹកញាប់និងត្រឹមត្រូវម្ដាយនឹងផលិតទឹកដោះបានច្រើនដូចគ្នាបំបើកកូនឲ្យអស់ពីដោះម្ខាងរួចចាំបដូរទៅម្ខាងទៀតជៀសវាងគ្រឿងសម្រាប់ទារកជញ្ជក់លេងក្បាលដោះជ័ររួមទាំងដបបំបើត្រូវចាំថាការបំបើដោះកូនដោយទឹកដោះម្ដាយជាជម្រើសដ៏ល្អបំផុត អូនណាតោះយើងទៅផ្ទះកង់3មកហើយ ជំរាបលាអ្នកគ្រូ សម្រាប់អ្នកម្ដាយកំពុងទស្សនាកុំភ្លេចញ៉ាំអាហារចម្រុះមុខជាប្រចាំណាបំបើដោះម្ដាយឲ្យបានញឹកញាប់ផឹកទឹកឲ្យបានគ្រប់គ្រាន់ព្រោះរាល់ពេលដែលទឹកដោះម្ដាយសបោកូនសប្បាយនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា យោប្រេងពុនគេនៅស្វីតផ្អែមល្ហែមល្អអើនតែខ្ញុំក៏ចំណាយចិត្តដែរឃើញកូនខ្ញុំចិត្តស្រឡាញ់គ្នាអញ្ចឹងអូយបងប្អូនហើយថ្ងៃនេះកូនស្រីខ្ញុំមកគេត្រឡប់ទៅធ្វើការវិញហើយយោប្រេងពុនគេនៅស្វីតផ្អែមល្ហែមល្អអើនតែខ្ញុំក៏ចំណាយចិត្តដែរឃើញកូនខ្ញុំចិត្តស្រឡាញ់គ្នាអញ្ចឹងមានម៉ែណាប្របាក់ចិត្តទេចឹងនោះឲ្យតែកូនចេះស្រឡាញ់គ្នាឲ្យខំរស់ស៊ីទៅណាអូយសប្បាយណាស់ប្រាហើយប្រា អូនថែខ្លួនណាបងនឹកអូនណា អូនក៏នឹកដូចគ្នាដែរហើយកុំភ្លេចបញ្ចុកទឹកដោះឲ្យកូនដូចគ្រូប៉ែននិយាយប្រាប់ផងណា បាទប្រពន្ធសម្លាញ់ ម៉ែលេងដៃហើយនៅ អូលាងស្អាតទេតាកូន តោះចឹងដំបូងត្រូវវាស់បរិមាណឲ្យបានត្រឹមត្រូវប្រើពែងពេលវាស់ចំណុះទឹកដោះម្ដាយព្រោះវាងាយក្នុងការបញ្ចុកកូនជាងកែវវែងបន្ទាប់មកប្រកាសថាបរិមាណទឹកដោះសមស្របតាមតម្រូវការរបស់កូនជំហានបន្ទាប់ស្វែងរកទីតាំងអង្គុយឲ្យមានផាសុកភាពដើម្បីបញ្ចុកទឹកដោះម្ដាយដល់ទារកឥឡូវដាក់ពែងឬស្លាបព្រានៅត្រឹមបបោមាត់ក្រោមកូនហើយឲ្យកែមរបស់ពែងឬស្លាបព្រាប៉ះបបោមាត់ខាងក្រោមរបស់កូនអៀងពែងឬស្លាបព្រាបន្តិចដើម្បីឲ្យទឹកដោះម្ដាយទៅប៉ះនឹងបបោមាត់កូន ម៉ែគេធ្វើផឹកអញ្ចឹងមែនម៉ែ មែនទេយើងមិនត្រូវបង្ហូរទឹកដោះម្ដាយចូលមាត់កូនអញ្ចឹងទេយើងត្រូវអត់ធ្មត់ឲ្យកូនហ្នឹងចេះមើលទឹកដោះម្ដាយចូលមាត់ដល់ខ្លួនឯង ជំហានចុងក្រោយត្រូវបញ្ឈប់ការបញ្ចុកនៅពេលដែលកូនឆ្អែតគ្រប់គ្រាន់ហើយដោយឃើញថាកូនបានបិទមាត់ហើយ អនុវត្តតាមជំហានងាយទាំង6នេះ រាល់ពេលអ្នកបញ្ចុកទឹកដោះម្ដាយច្បាច់ហើយយកទៅឲ្យកូន នាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាធ្វើអីណា ហាអ្នកគ្រូខ្ញុំគិតថាកូនខ្ញុំស្រេកទឹកណែទឹកល្អសម្រាប់គ្រប់គ្នាអ្នកគ្រូ ខ្ជូតខ្ជូតអា ខ្ជូត បងអូនស្រេចទឹក កូនប៉ាប៉ាស្រេកទឹកហ្មងចាំប៉ាប៉ាចាក់ទឹកកូនផឹកណា ធ្វើអីណា ហាអ្នកគ្រូខ្ញុំគិតថាកូនខ្ញុំស្រេកទឹក
ណែទឹកល្អសម្រាប់គ្រប់គ្នាអ្នកគ្រូ ការផឹកទឹកល្អហើយប៉ុន្តែមិនមែនល្អសម្រាប់អូនអាយុក្រោម6ខែនោះទេអូនគ្នាត្រូវការតែទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល6ខែដំបូងហ្នឹងព្រោះទឹកដោះម្ដាយមានសារជាតិចិញ្ចឹមនិងមានជាតិទឹកគ្រប់គ្រាន់តាមដែលកូនត្រូវការធ្វើឲ្យកូនលូតលាស់ល្អនិងការពារកូនពីជំងឺឆ្លងផ្សេងៗទៀតណោះ មែនក៏អីអ្នកគ្រូសូម្បីតែបន្តិចក៏មិនឲ្យបានដែរគ្រូ ចាការឲ្យទឹកឬអាហារផ្សេងៗទៅឲ្យកូននោះនឹងធ្វើឲ្យកូនអ្នកឆ្អែតលែងចង់បើកដោះម្ដាយហើយប្រឈមមុខនឹងជំងឺរាករូសទៀតផងណា គិតសពទៅដល់ខ្លាចជាប៉ាប៉ាគេទើបដឹងថាមានអីថ្មីត្រូវរៀនរហូត មិនថាអាកាសធាតុក្តៅឬត្រជាក់នៅពេលដែលកូនអ្នកស្រេកទឹកសូមឲ្យទឹកដោះម្ដាយតែមួយមុខគត់ក្នុងរយៈពេល6ខែដំបូងនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា Cũng toàn vậy hưởng năng nhằm thèo xem á. Nhâm theo. Nhằm thèo ní à. Ada. Sao? Hay nè, ai mà mình ai kia đăng môn sao? Lời ở đây kia nào ghê, hay con kia nó kênh khỏi 1 giây tiền, kia nó theo mà này ai lòng thôi như nè. Ơi cũng toàn sầm khăn kia với tăng cái lại năng ấy. Cũng toàn vậy hưởng năng nhằm thèo xem á. Nhâm theo. Nhằm thèo ní à. Kia xem là hai nhâm theo ấy xanh. Hay là nó anh thôi tục ấy khá vậy phép kia á. Vậy tới vi lăng tăng khăn ấy. Hơi kia bạn không luôn ấy. Bạn trong mà xua anh nó nghe của anh thop trong cát hùa chơi rồi. Lời anh bạch phay á ná, khnia vô bên hưởng năng cho ba ha, chẳng khnia nông anh thì cho mình được bị sai mà nè. Chắc mẹ khủជួយបានដែរហ្នឹង Cha nè khủ, đó nhôm lang tăng hay nhôm ở nọc trong khuôn sao nè khủ. ត្រៀមខ្លួនពិតជាសំខាន់ចាប់ផ្ដើមដោយដាក់កន្សែងក្តៅអ៊ុនៗលើសដន់អូនមុនពេលបំបីដោះកូន ម៉ាសាសដន់អូនកំពុងពេលបំបីដោះកូនដើម្បីរំញោចលំហូរទឹកដោះពិនិត្យមើលការដាក់ទីតាំងបីបំបីដោះកូនឲ្យបានត្រឹមត្រូវនិងការបើកផ្អឹបនិងដោះម្ដាយឲ្យបានល្អច្បាច់យកទឹកដោះថ្នមៗនៅខ្លួនឯងមុនពេលបំបីដោះកូនដើម្បីបន្ទន់រង្វង់ក្បាលសដន់និងងាយដាក់មាត់កូនផ្អឹបនឹងសដន់ជាយាមបំបីដោះកូនឲ្យបានញឹកញាប់ហើយច្បាច់ទឹកដោះចេញខ្លះនៅចន្លោះពេលបំបីដើម្បីជៀសវាងការស្ទះទឹកដោះស្អំសដន់ជាមួយនឹងកន្សែងត្រជាក់ចន្លោះពេលបំបីដោះដើម្បីកាត់បន្ថយការតឹងនិងការឈឺចាប់ត្រូវចាំថាបំបីកូនឲ្យបានញឹកញាប់គ្រប់ពេលដែលកូនចង់បើណា Nè khủ nói nhóm ta là o chừng ghế. Con nè khủ. អ្នកម្ដាយសូមកុំបារម្ភរាល់បញ្ហាសុទ្ធតែមានដំណោះស្រាយអនុវត្តជំហានទាំងអស់នេះដើម្បីបន្ធូរភាពឈឺចាប់ពេលបំបីដោះកូននាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាហើយត្រូវចាំថាអូនត្រូវមើលកូនអូនដោយក្តីស្រឡាញ់វាជួយបង្កើតភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរណា Cột xin được đăng À, Liên Lúc bánh pua nhâm là mà chạy đây nè cru nhầm vậy gần con chăn nè mình vậy chẳng anh thế ôn đằng ấp pe để con ôn dung á viết chia sẻ nhà bằng hàng tha con ôn thiên chẳng bài đó hay Ồ, chẳng Dương tơ tại lươn nâng thêm klua đôi chị ai đó lên bơ nhom chăng cha trời ơi đi chia sẻ nhà tiền pram đại bệnh trẻ tha con ôn thiên chẳng bài đó mà đai mùi dương đừng khơi từ ruột chừng trụ đây hai cái đạp đầy pi từ ruột cầm rạc đáy đừng trường 3 ទារកហាមាត់និងហៀទឹកមាត់ 4 ទារកកម្រើកខ្លួនទៅចិត្តដោះម្ដាយហើយក្បាលងាករកចុងដោះម្ដាយ 5 ទារកលៀនអណ្ដាតលិតញឹកញាប់ហើយត្រូវចាំថា
អូនត្រូវមើលកូនអូនដោយក្តីស្រឡាញ់វាជួយបង្កើតភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរណាកុំចាំដល់ពេលកូនយំចូលដាក់កូនបើកភ្លាមៗរាល់ពេលដែលអ្នកឃើញសញ្ញាទាំង5នេះនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជាតែខ្ញុំលើគេថាអាហារសម័យថ្មីនេះល្អណាស់សម្រាប់ចៅខ្ញុំហើយមនុស្សម្នាពេញបេះបុកគេនិយាយថាគេចិញ្ចឹមកូនសម័យនេះតែអញ្ចឹងកូនឲ្យកូនចុះស្គមស្គមយ៉ាងហ្នឹងហើយមើលទៅខ្សោយទៀតមានកម្លាំងហើយមានកំហែងណាស់នៅបំបើកូនម៉ែលើគេនិយាយតគ្នាថាអាហារសម័យថ្មីហ្នឹងណាល្អណាស់កូនទីសាកមើលទៅម៉ែកូននឹងថាវាហត់ហើយវាហត់ពិតមែនតែបើសិនជាកូនបើកដោះអញ្ចឹងណានឹងជួយសារធាតុចិញ្ចឹមដល់កូនតូចហើយចៅម៉ែពេលធំឡើងនឹងមានសុខភាពរឹងមាំហ្មងណាម៉ែមែនហ្នឹងម៉ែពេលប្រពន្ធខ្ញុំបានបំបើកដោះកូនអញ្ចឹងទាំងម្ដាយទាំងកូនបានផលទាំងពីរអ្នកហ្នឹងសូម្បីតែទៅមណ្ឌលសុខភាពរដងក៏អ្នកគ្រូពេទ្យនិយាយចឹងដែរតែម៉ែលើគេថាអាហារសម័យថ្មីនេះណាស្រួលហើយមានគ្រប់ម៉ូតគ្រប់ម៉ាកហើយអាចល្អជាងនឹងទៀតណោះឥឡូវបើចង់ដឹងច្បាស់ចាំពួកយើងទៅជួបអ្នកគ្រូផ្ទាល់ហ្មងមានតែបងឯងដែលយកចិត្តអូនជាងគេអាឡូជំរាបសួរអ្នកគ្រូខ្ញុំច័ន្ទប្តីធីតាអូចាមានការអីដែរអាចារ្យម៉ែពួកខ្ញុំគាត់លើគេនិយាយរឿងអាហារសម័យថ្មីនោះសូមឲ្យអ្នកគ្រូជួយនិយាយមួយគាត់បន្តិចណែម៉ែអាឡូអ្នកគ្រូខ្ញុំលើគេនិយាយតគ្នាថាអាហារសម័យថ្មីនេះល្អមែនទេអ្នកគ្រូចាជំរាបសួរមីងបើនិយាយចំទៅអាហារអីក៏អត់ឈ្នះទឹកដោះម្ដាយដែរណាមីងតែខ្ញុំលើគេថាអាហារសម័យថ្មីនេះល្អណាស់សម្រាប់ចៅខ្ញុំហើយមនុស្សម្នាពេញបេះបុកគេនិយាយថាគេចិញ្ចឹមកូនសម័យនេះតែអញ្ចឹងចាខ្ញុំយល់មីងតែខ្ញុំចង់ជំរាបមីងថាការអំបៅកូនដោយទឹកដោះម្ដាយគឺអាចការពារដល់ចៅមីងបានច្រើនណាស់ដូចជាការប្រឆាំងនឹងការបង្ការជំងឺផ្សេងដូចជាជំងឺឆ្លងរាគរូសនិងជំងឺរលាកផ្លូវដង្ហើមជំរុញការរីកចម្រើនផ្នែកបញ្ញាស្មារតីនិងថែមទាំងជួយកាត់បន្ថយការលើសទម្ងន់និងហានិភ័យនៃជំងឺទឹកនោមផ្អែមសម្រាប់ចៅមីងទៅថ្ងៃមុខទៀតណោះបើសម្រាប់ធីតាវិញពេលគាត់បំបៅដោះកូននឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសដន់និងមហារីកដៃស្បូនហើយក៏ជួយពន្យាការមានផ្ទៃពោះជាថ្មីម្ដងទៀតផងណាមីងសំខាន់បំផុតនោះទឹកដោះម្ដាយជួយឲ្យយើងចំណេញទាំងពេលវេលាចំណេញទាំងថវិកាហើយបានផលទាំងម្ដាយទាំងកូនទៀតណាមីងគិតទៅមិនថាសម័យនេះឬក៏សម័យមុនទេទឹកដោះម្ដាយនៅតែជាជំរើសដ៏ល្អខ្ញុំសូមអរគុណអ្នកគ្រូកន្លងមកអ្នកគ្រូបានជួយមើលជួយថែកូននិងចៅខ្ញុំចាមិនអីទេណាមីងខ្ញុំសប្បាយចិត្តនឹងជួយអញ្ចឹងចាំថ្ងៃណាមួយយើងជួបគ្នាផ្ទាល់ណាមីងកូនឯងនិយាយហ្នឹងត្រូវមែនអញ្ចឹងម៉ែណាតែឲ្យចៅមកដោះតទៅទៀតហើយម៉ែហ្នឹងនឹងធ្វើម្ហូបឲ្យឆ្ងាញ់បើឲ្យចៅមានកម្លាំងរហូតដល់កូនតម៉ែហ្នឹងណាចាអរគុណម៉ែកុំជឿតាមគេតាមឯងរាល់ជំរឿនដែលល្អបំផុតសម្រាប់ម្ដាយនិងកូនផ្ដើមចេញពីការបំបើដោះកូនដោយទឹកដោះម្ដាយនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា